សួស្តីបងសូមគមមកកាន់អាយ៉ា Homestay ទីនេះជាដំណាក់វីយ៉ូសូរិយា DVS 05នៅខាងមុខវិឡាគឺថាមានទីធ្លាធំទូលាយដែលអាចឲ្យបងងាយស្រួលក្នុងការចតរថយន្តមិនត្រឹមតែមានភាពធំទូលាយទេនៅខាងមុខវិឡាអ្វីដែលកាន់តែពិសេសហ្នឹងគឺថានៅខាងមុខវិឡាគឺមានទេសភាពភ្នំស្រស់ស្អាតទៀតផងមកឥឡូវយើងនាំបងទៅមើលពីទស្សនវិជ្ជាក៏ដូចជានៅខាងក្នុងនៃវិឡាដំណាក់វីយ៉ូសូរិយានេះវិញម្ដងដើម្បីចូលទៅខាងក្នុងវិឡាគឺយើងមានទ្វារ2បងអាចចូលតាមទ្វារបន្ទប់ទទួលភ្ញៀវក៏បានឬមួយក៏បងអាចចូលតាមទ្វារផ្ទះបាយក៏បានដែរពេលនៅខាងក្នុងផ្ទះយើងចូលមកបងឃើញកន្លែងនេះយើងអាចបើកភ្លើងបានទីកំតាក់បើកភ្លើងខាងនេះសម្រាប់វិឡានេះដែរគឺថាយើងមាន3បន្ទប់គេងបន្ទប់ទឹក4ផ្ទះបាយនិងបន្ទប់ទទួលភ្ញៀវរួមទាំងដៃនាងដែលបងអាចអង្គុយញ៉ាំអាហារជួបជុំគ្នាបានចំណែកពីបន្ទប់គេងគឺមាននៅជាន់ខាងលើហើយសម្រាប់បន្ទប់គេងមួយទៀតហ្នឹងគឺនៅជាន់ខាងក្រោមបូករួមនឹងអាងហែលទឹកមួយទៀតផងដែរពេលដែលបងចូលមកយើងមាន kitchen ហើយនិងកន្លែងដៃអ៊ីនសម្រាប់ញ៉ាំអាហារយើងមានប្រភេទចក្រានអគ្គិសនីហើយសម្រាប់ទូវិញគឺយើងមាននេះស្លាបព្រាអីមកមួយសេតអញ្ចឹងបងពេលដែលមកអីគឺយើងមានសម្ភារៈឲ្យបងគ្រាន់តែទិញម្ហូបអីមកស្រាប់ទេសម្ភារៈនៅក្នុងផ្ទះបាយនេះគឺថាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់មានទាំងចង្ក្រានអគ្គិសនីឆ្នាំងដាំបាយអគ្គិសនីចានឆ្នាំងទូទឹកកក microwave កំសៀលទឹកក្តៅក៏ដូចជាអំបិលស្ករប៊ីចេងមកជាមួយផងដែរតោះឥឡូវយើងនាំបងមកមើលបន្ទប់គេងម្ដងសម្រាប់បន្ទប់គេងនេះដែរពេលដែលបងចូលមកគឺកុងតាក់បើកភ្លើងគឺនៅខាងក្បែរមាត់ទ្វារនេះហើយបន្ទប់គេងយើងនេះគឺយើងមានផ្ទាំងគំនូរមួយនៅកន្លែងក្បែរថ្នេកនេះហើយជាមានម៉ាស៊ីនត្រជាក់កន្លែងនេះកន្លែងបើកភ្លើងកុងតាក់បើកភ្លើងយើងនៅទីនេះហើយសម្រាប់បន្ទប់គេងនេះដែរគឺតលាយពេលដែលយើងពាក់ពីគេងមកបងអាចឃើញទេសភាពឃើញភ្នំឃើញ view អីគឺស្រស់ស្រាយហ្មងពេលដែលយើងញាក់ពីគេងមកហើយបើយើងងាកទៅនោះទៅគឺយើងឃើញអាងហែលទឹកយ៉ាងណាមិញនៅខាងក្នុងបន្ទប់គេងក៏មានបន្ទប់ទឹកក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួននៅខាងក្នុងបន្ទប់ទឹកណាដូចជាកន្សែងសាប៊ូកក់សក់សាប៊ូដុសខ្លួនម៉ាស៊ីនផ្លុំសក់មានទឹកក្តៅទឹកត្រជាក់ហើយនៅខាងក្នុងបន្ទប់ទឹកហ្នឹងដែរក៏មានជាប្រភេទ bathtub សម្រាប់ឲ្យបងត្រាំទឹកបានផងដែរមួយវិញទៀតក៏មានទូសម្រាប់ដាក់សម្លៀកបំពាក់ក៏ដូចជាទូដែកនៅខាងក្នុងហ្នឹងដែលអាចឲ្យបងងាយស្រួលក្នុងការដាក់អីវ៉ាន់បានច្រើនចំណែកឯបន្ទប់គេងមួយទៀតហ្នឹងគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងបន្ទប់គេងមួយទៀតនៅក្បែរអាងហែលទឹកនៅខាងក្នុងបន្ទប់គេងនេះដែរគឺមានម៉ាស៊ីនត្រជាក់ក៏ដូចជាបន្ទប់ទឹកនៅខាងក្រៅបន្ទប់គេងហ្នឹងមានទូសម្រាប់ឲ្យបងដាក់សម្លៀកបំពាក់ក៏ដូចជាសម្ភារៈផ្សេងគួបផ្សំជាមួយនឹងទេសភាពនៅខាងមុខបន្ទប់នៃវិឡាដំណាក់វីយ៉ូសូរិយានេះអ្វីដែលសំខាន់គឺថាមានពន្លឺចេញចូលគ្រប់គ្រាន់ថែមទៀតបន្ទាប់ពីបងបានមើលបន្ទប់គេងទាំងពីរនេះរួចឥឡូវនេះគឺថាយើងនាំបងមកមើលពីទស្សនវិជ្ជានៅខាងក្នុងនៃបន្ទប់ទទួលភ្ញៀវសម្រាប់បន្ទប់ទទួលភ្ញៀវនេះដែរគឺថាមានបំពាក់មកជាមួយនៅ Smart TV ហើយជាពិសេសហ្នឹងគឺថាបន្ទប់ទទួលភ្ញៀវនៅខាងក្នុងវិឡាយើងហ្នឹងគឺថាធំទូលាយបើសិនជាបងមកគ្នាច្រើនអីគឺបងអាចគេងឬក៏សម្រាននៅកន្លែងហ្នឹងក៏បានដែរដោយសារតែយើងមានសាឡុងក៏ដូចជាមានកង្ហារមានម៉ាស៊ីនត្រជាក់មកទៀតទៅហើយនៅក្បែរបន្ទប់ទទួលភ្ញៀវហ្នឹងក៏មានបន្ទប់ទឹកមានស៊ីងលាងដៃងាយស្រួលក្នុងការប្រើប្រាស់អត់ពិបាកនៅពេលដែលបងមកគ្នាច្រើនអីចាំចូលបន្ទប់ទឹកអីគឺថាអត់ទេគឺថាងាយស្រួលឡើងដោយសារតែនៅក្នុងវិឡាយើងគឺមានបន្ទប់ទឹករហូតដល់14នោះដោយដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងណាអូមួយវិញទៀតបងនៅក្នុងបន្ទប់ទទួលភ្ញៀវអ្វីដែលយើងចង់ប្រាប់បងគឺថាបើសិនជាបងមកជាគ្រួសារមានក្មេងតូចអីគឺយើងក៏មានជាប្រដាប់ប្រដាសម្រាប់ឲ្យពួកគាត់លេងដូចគ្នាបន្ទាប់ពីយើងបាននាំបងទៅមើលខាងក្នុងហើយឥឡូវយើងទៅមើលនៅបន្ទប់ក្រោមមួយទៀតដោយសារតែមានបន្ទប់ទូចមួយទៀតនៅខាងក្រោមនេះបងអញ្ចឹងមកតាមខ្ញុំមកបងបន្ទាប់ពីយើងបានមើលទស្សនវិជ្ជានៅខាងក្នុងវិឡារួចឥឡូវយើងគឺថាយើងនាំបងទៅមើលនៅបន្ទប់គេងនៅខាងក្រៅមួយទៀតហើយទេសភាពនៅខាងមុខវិឡាដំណាក់វីយ៉ូសូរិយា DVS 05នេះគឺថាទេសភាពស្អាតមានភ្នំនៅខាងមុខវិឡាតែម្ដងបើសិនជាមានមេឃភ្លៀងឬមួយក៏មានពពកឬក៏អាប់អីចុះមកអីហ្នឹងគឺថារឹតតែស្អាតមួយកម្រិតទៀតតាបងចំណែកផ្លូវដែលយើងដើរមកបន្ទប់ខាងក្រោមណាគឺថាយើងមានជាសួនដូចជាស្លឹកគ្រៃនិងដើមតយដូចអ្វីដែលបងបានឃើញនៅក្នុងវីដេអូដែលយើងបានបង្ហាញហ្នឹងណាបងទស្សនវិជ្ជាបន្ទប់នៅជាន់ខាងក្រោមនៃវិឡានេះដែរគឺថាយើងមាននៅក្បែរបន្ទប់គេងហ្នឹងគឺមានកៅអីសម្រាប់អង្គុយលេងយ៉ាងណាមិញនៅខាងក្នុងបន្ទប់គេងជាន់ខាងក្រោមនេះគឺមាន Smart TV ម៉ាស៊ីនត្រជាក់ទូដាក់សម្លៀកបំពាក់ទូដែកព្រមទាំងមានបន្ទប់ទឹកនៅខាងក្នុងដូចគ្នាសង្ឃឹមថាបងនឹងពេញចិត្តហើយពួកយើងនឹងរងចាំទទួលស្វាគមន៍បងយ៉ាងកក់ក្ដៅនៅអាម៉ាយ៉ា Homestay អរគុណច្រើនបង